នេះបងប្អូនផ្លូវនេះនៅឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងហើយនេះការធ្វើបាតទេមិនតាន់ដឹងថាសម្រាប់ឬយ៉ាងណាបងប្អូនបាទនេះបាតទេបាទយកថ្មមិចល្អិតថ្មផេះថ្មផេះយកមកចាក់រៀបលើតិចចឹងកន្លែងខ្លះចាក់កន្លែងខ្លះអត់ចាក់ហើយនេះគម្រោងផ្លូវបេតុងសម្រាប់ឆ្នាំ2026សាងសង់ដោយក្រុមហ៊ុនវែងលៀបបាន500ម៉ែត្រជាងបងប្អូន500ម៉ែត្រជាងហើយសល់លុយលើថាក្រុមហ៊ុនអត់តទេអញ្ចឹងមិនដឹងថាខាងរដ្ឋបាលឃុំដាក់ដេញថ្លៃសារថ្មីឬក៏យ៉ាងណាទេសល់លុយកទួងដូចជា200លានចាំមើលចាំតិចទៀតខ្ញុំចុះមើលក្នុងជីឲ្យបងប្អូនមើលបាទនេះបាទទេចាំខ្ញុំបើកជីមើលចាំតិចទៀតខ្ញុំដល់កន្លែងចាក់តមកនេះបាទទេប៉ុណ្ណេះបងប្អូនណាតែអានេះគេមិនទាន់សម្រេចឬក៏យ៉ាងណាយើងអត់ទាន់ដឹងទេបងប្អូនតែយើងទៅមើលអាកន្លែងគេសម្រេចចាក់ហើយនោះនៅឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងតែនេះនៅភូមិផ្លាំងបងប្អូនភូមិផ្លាំងឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងអូនេះអានេះបាទគេសម្រេចហ្នឹងបាទនេះបាទគេសម្រេចបាទហើយអានោះគេយកថ្មផេះមករៀបលើតិចនោះបាទថ្ងៃហ្នឹងអត់ចាក់ទេដោយសារតែអស់ដែកហើយជាប់ចងដែកបងប្អូនណាជាប់ចងដែកបាទឥឡូវយើងទៅពិនិត្យមើលទាំងអស់គ្នាបាទនេះចាក់បាន100ម៉ែត្រជាងហើយបាទចាក់លឿនមកគេដែរនេះដែកនេះដែកនេះដែក10លីរបស់ក្រុមហ៊ុនបងប្អូនប៉ុន្តែមើលទៅវាឆ្មាទូចនេះទូចចឹងប៉ុន្តែនៅក្នុងនេះគេដាក់លេខ10លីយើងមិនដឹងដែរមិនត្រីបច្ចេកទេសអត់ដឹងគាត់ថានៅក្នុងនេះឃើញគេដាក់លេខ10លីតែវាទូចបងប្អូនទូចឆ្មាមើលខ្ញុំបើកមើលតារាងឃុំតាពាំងស្រែមើលណាចេះនេះឃុំតាពាំងស្រែនេះសាងសង់ផ្លូវបេតុងអាមេប្រវែង572ម៉ែត្របងប្អូន572ម៉ែត្រតឹង6ម៉ែត្រកម្រាស់ 0.15 ម៉ែត្របាទហើយតម្លៃគម្រោងប៉ាន់ស្មាននោះ349លាន0,072,400ហើយដេញបានដោយក្រុមហ៊ុនវែងលៀបតម្លៃ147លាន450,000អញ្ចឹងលុយនេះវាសល់200លានគម្រោងឆ្នាំ2026នេះនៅសល់200លានយើងអត់ដឹងថាខាងរដ្ឋបាលឃុំគាត់ដាក់ដេញបន្តឬក៏យ៉ាងណាទេដោយសារតែខាងក្រុមហ៊ុនគាត់អត់រៀបចំតទៀតទេបាទអត់រៀបចំតទៀតទេគឺគាត់ធ្វើតែប៉ុណ្ណឹងហើយគាត់ចេញទៅធ្វើកន្លែងផ្សេងទៀតអញ្ចឹងឃុំតាពាំងស្រែយើងបាន500ម៉ែត្រជាងហើយបានសល់លុយបាទចាំមើលប្រហែលជាខាងក្រុមហ៊ុនខាងរដ្ឋបាលឃុំតាពាំងស្រែដាក់ដេញថ្លៃសារថ្មីឬក៏យ៉ាងណាក៏យើងអត់ទាន់ដឹងដែរបងប្អូនណាតែដឹងគម្រោងឆ្នាំ2026របស់យើងនៅសល់លុយបាទនេះហើយចាក់បាន100ម៉ែត្រជាងហើយនេះបាទនេះការសាងសង់ដោយក្រុមហ៊ុនវែងលៀបប៉ុណ្ណឹងបងប្អូនឃើញជាក់ស្ដែងប៉ុណ្ណឹងបាទចុយអានេះស្អីគេវិញប្រេះក៏ស្អីអូតំណមកកាត់គេទេយ៉ាងនេះអូប្រហែលតំណមកកាត់គេទេយ៉ាងនេះអូនេះប្រហែលជាតំណមកកាត់គេទេយ៉ាងបងប្អូននេះមកជួននេះផ្លូវនេះនៅភូមិផ្លាំងឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងបាទហើយនេះថ្ងៃនេះជាងគេសម្រាប់ហើយបាទជាងគេសម្រាប់ហើយប្រហែលជាស្អែកបានគេចាក់ទៀតដោយសារតែអស់ដែកបងប្អូនណាដោយសារអស់ដែកហើយនោះឃើញចោលដែកហើយបានមកដុំនេះបាទដែលក្រងប្រុងចាក់នេះបាទនេះបងប្អូនណានេះបាទនេះបាទហើយចាំមើលដល់ពេលស្អែក
បើខ្ញុំនេះខ្ញុំមកមើលការចាក់ទៀតបាទមកមើលការចាក់ទៀតចង់ដឹងថាចាក់របៀបណានេះដែកសរសៃដែលសល់បាទសល់ឲ្យកាត់ចេញ